នេះគឺជាវគ្គសិក្សាខ្លីទាំង4ដែលអ្នកទាំងគ្នាគួរតែរៀននៅក្នុងឆ្នាំ2026ដែលវគ្គសិក្សាខ្លីទី1ដែរគឺពាក់ព័ន្ធជាមួយនឹងវគ្គ Digital Marketing វគ្គ Digital Marketing នេះគឺយើងរៀនត្រឹមតែរយៈពេល10សប្តាហ៍ទេហើយក្រោយពេលដែលអ្នកទាំងគ្នារៀនចប់អ្នកទាំងគ្នានឹងទទួលបានវិញ្ញាបនបត្រមួយនិងអាចចាប់ផ្ដើមការងារទៅលើវិស័យ Digital ចំណែកឯវគ្គខ្លីទី2នោះគឺពាក់ព័ន្ធជាមួយនឹង UX UI Design វគ្គខ្លី UX UI Design នេះដែរសម្រាប់អ្នកដែលមាន basic skill ទៅលើការ design ហើយគាត់ចង់ update skill ធ្វើការពាក់ព័ន្ធជាមួយនឹងការ design app ក៏ដូចជា design website គាត់អាចរៀនជាមួយនឹងវគ្គនេះបានហើយចំណែកឯវគ្គទី3និងវគ្គទី4គឺពាក់ព័ន្ធជាមួយនឹង basic Excel Google Sheet ពាក់ព័ន្ធជាមួយនឹងការធ្វើចំណូលចំណាយក៏ដូចជា admin ផ្សេងៗហើយនឹងមួយទៀតគឺពាក់ព័ន្ធជាមួយនឹងវគ្គ Python វគ្គ Python នេះដែរគឺសម្រាប់ beginner យកតែម្ដងហ្មងបើសិនជាអ្នកទាំងគ្នាចាប់អារម្មណ៍ចង់សរសេរ code អ្នកទាំងគ្នាអាចចាប់ផ្ដើមពីវគ្គ Python នេះទៅវគ្គទាំងអស់ហ្នឹងគឺយើងរៀនក្រោម3ខែអ្នកទាំងគ្នាហើយក្រោយពេលរៀនចប់អ្នកទាំងគ្នានឹងទទួលបានវិញ្ញាបនបត្រមួយដូចគ្នាអញ្ចឹងបើសិនជាអ្នកទាំងគ្នាចាប់អារម្មណ៍ចង់រៀនវគ្គខ្លីណាមួយ complete តមកកាន់ Step IT Academy អរគុណ